មកបងប្អូនអ្នកគ្នាសម្រាប់អ្នកនៅជប៉ុនណាទិញអង្គយកឬក៏ស្រូវពីគេមកបើសិនជាទិញបានចំអង្គណាដែលដូចផ្សារ JR អីផ្សេងវាច្រើនអង្គពេលច្រើនគេអត់តន់បូតទេអ្នកគ្នាយើងទិញមកពណ៌ខ្មៅអីចឹងណាអាហ្នឹងគេទុកបានយូរអញ្ចឹងយើងយកមកបូតខ្លួនឯងហើយម៉ាស៊ីនបូតតាមខេត្តតែងតែមានទេបាទឲ្យតែមានផ្សារ JR ចិត្តនោះដែលមានអញ្ចឹងបងប្អូនរកមើលម៉ាស៊ីនបូតទៅដូចខ្ញុំនេះខ្ញុំទិញស្រូវបងប្អូនអ្នកគ្នាដោយសារតែខាងមិត្តភ័ក្តិពឹងមិត្តភ័ក្តិទិញឲ្យអញ្ចឹងណាខាងជប៉ុនអញ្ចឹងក៏គេទិញឲ្យយើងទិញបានខ្ទង់40គីឡូដែរហើយយើងយកមកបូតខ្លួនឯងរៀបបូតអត់អីទេបងប្អូនអ្នកគ្នាងាយទេអញ្ចឹងមើលអ្នកគ្នាដំបូងយើងចាក់អង្គចូលទៅចាក់ស្រូវយើងណាស្រូវរង្គហ្នឹងហើយបន្ទាប់មកដាក់នេះកន្លែងដែលខ្ញុំបង្ហាញនេះហើយសម្រាប់តម្លៃគឺតាមគីឡូអ្នកគ្នាគីឡូតិចគីឡូច្រើនអញ្ចឹងណាបើតុង30គីឡូ40គីឡូនៅមាន400 500តំបហើយយើងដាក់លុយមកណាいらっしゃいませ。もみまたは玄米のボタンを押してください。អញ្ចឹងបន្ទាប់ពីយើងដាក់លុយចូលហើយយើងចុចនេះម៉ូមីមកម៉ូមីអានេះយើងផ្លុំស្រូវណាអង្គយើងចុចឲ្យគ្នាដែរបន្ទាប់មកយើងចុចប៊ូតុងនេះដែលខ្ញុំដាក់ញ៉ាប់រួយមកហើយតែប៉ុណ្្នឹងបានដល់គ្នាគឺវាដំណើរការណាប៉ុណ្្នឹងគឺដំណើរការឲ្យយើងឯងចាំតិចទៅវានឹងអ្នកកំពុងបូនដល់គ្នាអញ្ចឹងវាបូនដែរដោយសារស្រូវខ្ញុំតែនេះអង្គយើងសោះខ្លះអញ្ចឹងណាហើយយើងខ្ជិលចាក់ចេញយើងដាក់មកគេមកអញ្ចឹងប៉ុណ្ណឹងយើងចាំខ្ទង់តែ30នាទី20នាទីអីគឺមិនដល់ទេតែថា10នាទីចុះបាទគឺវាហើយណាស្រូវ30-40គីឡូហ្នឹងយើងផ្លុំទៅផ្លែទេហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេ